រឿងផែនការអាក្រក់ពួកបេះដូងអូនភាគទី10ដល់វគ្គនេះណារ៉ាប្រញាប់បើកឡានចេញពីមន្ទីរពេទ្យភ្លាមពេលដែលលោកជំទាវម៉ូលីណាទូរស័ព្ទមកប្រាប់ថាអ្នកជំងឺមហាកំពូលឌឺរបស់នាងមិនព្រមញ៉ាំបាយមិនព្រមលេបថ្នាំនិងបង្ខាំងខ្លួនឯងនៅក្នុងបន្ទប់បន្ទាប់ពីលោកយាយបានខលប្រាប់រួចមកនេះណារ៉ាក៏ប្រញាប់ដើម្បីមកជួបអ្នកជំងឺដើមកំពូលឌឺរបស់នាងគ្រាន់តែឃើញនេះណារ៉ាភ្លាមរូបគេក៏ត្រេកអរយ៉ាងខ្លាំងប៉ុន្តែគេធ្វើអារម្មណ៍ស្ងប់ស្ងាត់ដោយមិនអោយនេះណារ៉ាដឹងពីអារម្មណ៍របស់គេនោះឡើយគេលួចញញឹមតិចនៅក្នុងចិត្តពេលនោះនេះណារ៉ាបានដើរជាមួយនឹងអំនួនគ្រាន់តែមកដល់ភ្លាមក៏បាននិយាយទៅកាន់នេះណារ៉ាថាអ្នកនាងណារ៉ាជួយមើលផងណាអ៊ំទៅធ្វើការងារបន្តទៀតហើយនិយាយរួចហើយអំនួនក៏បានដើរចេញទៅក្រៅបន្ទប់វិញហើយក៏ទាញទ្វារបិទថ្នមចំណែកនេះណារ៉ាក៏បានដើរមកជិតហើយអង្គុយនៅលើគែមក្រេនិងសម្លឹងមើលទៅមុខអ្នកជំងឺកំពូលមហាឌឺដ៏គួរឲ្យស្រឡាញ់ហើយក៏បន្លឺមាត់ឡើងថាហេតុអ្វីបានជាបងមិនព្រមញ៉ាំបាយអញ្ចឹងដឹងទេថាលោកទាំងពីរបារម្ភប៉ុណ្ណានាងសម្ដៅទៅលើលោកយាយនិងលោកតានៅពេលនោះដែរគេបែរមកមើលហើយក៏បាននិយាយទៅកាន់អ្នកគ្រូពេទ្យក្រមុំថាបងអត់ញ៉ាំទេពេលនោះនីណារ៉ាក៏អត់ខ្វល់ដែរនាងអង្គុយកោបបរធ្វើមិនដឹងហើយក៏និយាយទៅកាន់អ្នកជំងឺថាចុះបើខ្ញុំបញ្ចុកបងភីនិងបងញ៉ាំអត់នាងប្រាប់ទៅគេដោយសំឡេងផ្អែមល្ហែមភេរៈបែរមកមើលហើយក៏បាននិយាយថាមិនបាច់មកខ្វល់ពីបងទេបងមិនចង់ខ្លាចជាបន្ទុករបស់អ្នកណាឡើយគេនិយាយបណ្ដើដោយសំឡេងសោកសៅនិងតូចចិត្តពេលឮសម្ដីបែបនេះនីណារ៉ាក៏បាននិយាយទៅកាន់ភេរៈថាបើអញ្ចឹងខ្ញុំឲ្យអំនួនមកបញ្ចុកវិញល្អជាងភេរៈធ្វើមុខកញ្ញូឡើងភ្លាមតែម្ដងនាងក្រមុំចាត់ចានបបរនៅលើតុត្រៀមនឹងចាក់ចេញពីបន្ទប់តែសំឡេងដ៏អំណាចរបស់ភេរៈក៏បន្លឺឡើងមិនបានដាច់ខាតបើមិនជឿបងនឹងស្រែកឡូឡាឲ្យបែកផ្ទះតែម្ដងនេះណារ៉ាលួចញញឹមហើយអង្គុយចុះនៅកន្លែងដើមបើអញ្ចឹងហាមឌឺទៀតណាញ៉ាំបបររួចហើយត្រូវតែញ៉ាំថ្នាំរួចហើយនាងក៏បានលើកចានបបរយកមកដាក់ចំពីមុខតែម្ដងអ្នកអោនមើលបបររួចហើយក៏សម្លឹងមើលមុខនេះណារ៉ាឥតដាក់ភ្នែកហើយក៏និយាយទៅកាន់នេះណារ៉ាថាបញ្ចុកមកគេនិយាយធ្វើដូចជាហីប្រងើយចំណែកឯស្រស់ស្រីក៏បានលើកបបរនឹងយកមកកោចុះកោឡើងរួចហើយវីរៈក៏បាននិយាយទៅកាន់នីណារ៉ាថាបើមិនចង់បញ្ចុកទេក៏យកចេញទៅបងអត់ឃ្លានទេចំណែកនីណារ៉ាជ្រួញច្រមុះធ្វើមុខក្រញ៉ៅហើយក៏លើកបបរទៅចិត្តហើយពេលដែលនីណារ៉ាខិតខ្លួនទៅចិត្តនោះស្រាប់តែបានឱកាសល្អភេរៈក៏លូកអោបចង្កេះនីណារ៉ាជាប់តែម្ដងរួចហើយគេក៏បានចាប់ថើបមួយខ្សឺធំល្មមនឹងធូរចិត្តចំណែកនីណារ៉ាវិញអៀនមុខឡើងក្រហមតែម្ដងបន្ទាប់មកនាងក៏បានព្យាយាមបញ្ចុកបបរគេលួសអស់2ចាននៅក្នុងរង្វង់ដៃភេរៈតែម្ដងបន្ទាប់ពីញ៉ាំបបររួចហើយពេលនោះភីរៈក៏ចាប់ផ្ដើមចង់ថើបនាងម្ដងទៀតស្រាប់តែនាងរោគលេសបេះដៃចេញព្រោះតែនៅក្នុងរង្វង់ដៃគេនោះធ្វើឲ្យនាងមានអារម្មណ៍ស្រើបស្រាលស្រាវស្រាញពេញខ្លួនតែម្ដងខណៈពេលនោះនាងក៏បានបន្លឺពាក្យថាលេងសិនទៅខ្ញុំទៅយកថ្នាំមកឲ្យពេលនោះភីរៈក៏បាននិយាយថាចាំបងឲ្យរង្វាន់អូនណារ៉ាសិនបានទេគេនិយាយរួចហើយក៏ចាប់ទាញណារ៉ាយកមកចិត្តហើយប្រុងនឹងថើបញីញក់លើថ្ពាល់របស់នាងថែមទៀតប៉ុន្តែនាងបានទាញថយចេញប៉ុន្តែទាញមិនបាននោះទេព្រោះថាភេរៈបានចាប់ទាញនាងយកមកថើបតើតែបានពេលនោះគេចាប់ផ្ដើមថើបតាំងពីថ្ពាល់រហូតដល់កករបស់នាងធ្វើឲ្យនាងស្រើបស្រាលពេញខ្លួនតែម្ដងត្រឹមលេងបានខ្លាចខុសឆ្គងកាន់តែធ្ងន់ធ្ងរពេលនោះនាងក៏បាននិយាយថាបងភីលេងសិនទៅដកដង្ហើមមិនរួចនោះទេលឺនាងស្រែកពោលបែបនេះហើយពេលនោះភីរៈក៏បានងាកទៅកញ្ជៀងកដ៏សមាត់ខៃទៅថើបថែមទៀតធ្វើឲ្យនាងកាន់តែវង្វេងវង្វាន់ស្ទើរតែត្រឹមមិនបានពេលនោះនាងបាននិយាយថាកុំអីនាងប្រញាប់លន់មាត់ពេលនោះភីរៈមិនស្ដាប់នាងទេហើយថែមទាំងយកបបោមាត់របស់គេទៅសង្កត់ផ្សាជាថ្មីម្ដងទៀតធ្វើឲ្យណារ៉ាត្រឹមលេងបានបន្ទាប់មកទៀតគេក៏បាននិយាយថាអូនណារ៉ាអូនដឹងទេថាអូនស្អាតខ្លាំងណាស់ណារហូតបងចង់ត្រឹមលេងបានហើយដល់ឃើញសភាពការមិនស្រួលពេលនោះនាងក្រមុំក៏បានខ្លាចជ្រុលជ្រួសហួសប្រមាណនាងបានប្រមូលស្មារតីច្រានភេរៈចេញមួយទំហឹងហើយគេបាននិយាយថ្នមថាបានហើយបងកុំធ្វើអញ្ចឹងអីពេលនោះភេរៈនៅតែមិនព្រមដោះលែងនោះទេហើយថែមទាំងរឹតណែនថែមទៀតផងហេតុអីចាំបាច់ធ្វើបាបគ្នាបែបនេះធ្វើអីនាងងាកមុខចេញព្រមទាំងនិយាយតវ៉ាទាំងខ្លួនប្រាណនៅស្ងៀមប៉ុន្តែ
ទឹកភ្នែករបស់នាងហូរឡើងរហាមខណៈពេលនោះភារៈឃើញបែបនេះហើយក៏បានបង្អង់ដៃរួចហើយបាននិយាយទៅកាន់ណារ៉ាថាកុំយំអីអូនយំធ្វើអីគេនិយាយដោយសំឡេងស្រទន់រួចហើយចាប់ទាញរាងកាយរបស់នាងមកផ្អឹបដើមទ្រូងនិងអង្អែលខ្នងថ្នមខណៈពេលនោះណារ៉ាក៏បាននិយាយទៅកាន់ភីរៈថាបងភីមើលមកខ្ញុំជាមនុស្សស្រីបែបណាបានជានឹកចង់ធ្វើអីស្រេចតែចិត្តពេលនោះភីរៈក៏បាននិយាយទៅកាន់ណារ៉ាថាចាំថ្ងៃក្រោយបងនឹងប្រាប់ថាបងគិតយ៉ាងម៉េចចំពោះណារ៉ាគេនិយាយហើយក៏ថាប់ថ្ងាសនេះណារ៉ាថ្នមនាងក្រមុំបំរាស់ខ្លួនចេញពីដើមទ្រូងដ៏កក់ក្ដៅនោះហើយងើបមុខឡើងសម្លឹងកែវភ្នែកដ៏មុតស្រួចនាងបានឈរទៅជ្រុងម្ខាងសម្រក់ទឹកភ្នែកហើយក៏បាននិយាយទៅកាន់ភីរៈថាបងភីសន្យាបានអត់លើកក្រោយឈប់ធ្វើបាបខ្ញុំទៀតពេលនោះខ្សែភ្នែករបស់ភីរៈបានសម្លឹងមើលមុខនាងហើយមាត់ក៏បានលឺវិចារថាឲ្យបងធ្វើអ្វីផ្សេងក្រៅពីសន្យាមិនបានទេហើយអូនណារ៉ាគេនិយាយសំឡេងស្លូតក៏ប៉ុន្តែហាក់មានអារម្មណ៍ពឹសពាល់និយាយបែបនេះគេសង្ឃឹមថានឹងបានបន្ទុកពីនាងពេលនោះនាងក៏បាននិយាយថាអត់បានទេស្អែកនឹងមកប៉ង់ស៊ីម៉ងហើយរឹតតែធ្វើឲ្យបងភីកាន់តែប្រកែឡើងជាមិនខាននាងនិយាយបែបនេះទាំងសំឡេងមមសភីសម្លឹងមុខនាងក្រមុំហើយក៏និយាយទៅកាន់នាងថាកាន់តែប្រកែអីគេពូកែដូចអាម៉ាញ់មិញហ្នឹងហ៎ណារ៉ាធ្វើមុខឡើងក្រហមព្រោះខ្លាញ់នឹងសម្ដីបែបនេះណាពេលនោះតារ៉ាបាននិយាយទៅកាន់ភីរៈថាមិនបាច់មកបន្លប់ទេនៅមិនទាន់បានលេបថ្នាំទេណាលេងដៃនាងបំរាស់ភ្លាមប៉ុន្តែភីរៈបានចាប់ទីនាងយកមកថើបថ្វាល់ឆ្វេងថ្វាល់ស្ដាំយ៉ាងខ្និនខ្នាញ់ហើយនាងក៏បាននិយាយថាបងភីពិតជាឡុកមែនលេងខ្ញុំនាងច្រានដើមទ្រូងចេញក៏នៅតែចាញ់ដៃភីរៈទាញយកមកអបយ៉ាងណែនដដែលពេលនោះគេបាននិយាយថាអូនណារ៉ាសូមឲ្យបងបានអបអូនជាកម្លាំងចិត្តបន្តិចបានទេស្អែកនឹងប៉ង់ស៊ីម៉ងហើយបងខ្លាចតែដើរមិនទាន់បានទេសំឡេងគេបារម្ភប៉ុន្តែណារ៉ាមានអារម្មណ៍មិនល្អដែរលទ្ធផលពិនិត្យរាងកាយរបស់គេបង្ហាញថាមានអ្វីខុសប្រក្រតីនឹងក៏បាននិយាយថាបងភីត្រូវតែដើរបានបងកុំបារម្ភអីពេលនោះភីរៈធ្វើមុខឡើងកំសត់រួចហើយនេះណារ៉ាបានក្តាប់ដៃភីរៈជាប់ដោយឲ្យកម្លាំងចិត្តប៉ុន្តែរាងកាយរបស់គេបានថយចេញថ្នមគេបាននិយាយថាបងកុំបារម្ភអីពេទ្យឆ្អឹងសម័យនេះពូកែណាស់យ៉ាងណាលោកជំទាវនិងលោកម្ចាស់ត្រូវតែហៅពេទ្យមកព្យាបាលបងភីឲ្យទាល់តែបានហើយភីរៈក៏បាននិយាយថាតែបងចង់ឲ្យអ្នកគ្រូពេទ្យម្នាក់នេះនៅមើលថែបងជារៀងរហូតបានអត់ដោយកាលពីក្មេងបងឈឺម្ដងអូនណារ៉ាតែងតែសុំលោកពូអ្នកគ្រូមកមើលថែបងនោះអីមិនដែរបានអត់គេសួរព្រមទាំងចាប់ចុងសក់របស់នីណារ៉ាវេកទៅគៀនត្រចៀកពេលនោះនីណារ៉ាក៏បាននិយាយថាចាបានរួចហើយនាងញញឹមដាក់ទាំងអៀនគេពេញចិត្តចំពោះចម្លើយខ្លីរបស់នាងនេះណាហើយក៏ចាប់ទាញរូបនាងយកមកអោបម្ដងទៀតនីណារ៉ាបិទភ្នែកព្រមទាំងទទួលភាពកក់ក្ដៅក្នុងចិត្តតើតភាគក្រោយនឹងមានរឿងអ្វីកើតឡើងចំពោះពួកគេទាំងពីរនាក់